ក្រោយពីបញ្ចប់ការងារសិក្សានៅពេលថ្ងៃទី3នេះលោកគ្រូអ្នកគ្រូយើងបានចុះទិញម្ហូបអាហារដើម្បីហូបអាហារសាមគ្គីរួមគ្នានៅពេលថ្ងៃនេះគឺជាសកម្មភាពរបស់អ្នកគ្រូយើងកំពុងតែរកម្ហូបអាហារនៅកន្លែងអាហារមួយកន្លែងនៅក្នុងឃុំប្រម៉ោយផ្សារប្រម៉ោយក្រោយពីបានទិញអាហារសាមគ្គីរួចមកលើក្រុមការងារពិសេសបានរៀបចំលាម្ហូបមានយកឲ្យប្រអប់ដាក់ហងនេះលោកយុវឡានៅខាងពើពីលើក្រោមលើជិលគ្រូខ្ញុំពើពីក្រោមគ្រូបង្រៀនแล้วពងអាហារជុំគ្នាថាអាហារមហាសាមគ្គីជុំគ្នាមហាសាមគ្គីជុំគ្នាតែហូបហើយសម្រាប់បោះចោលគេផងតែគេថាឲ្យ